ប្រឹងតាំងពីក្មេងរហូតដល់ចាស់ប្រឡងកលេសចប់គាត់ចេញលក់ដូររស៊ីខ្លួនឯងបន្លែប្រឡុកដាំដុះខ្លួនឯងហ្នឹងក៏គាត់យកទៅលក់យកលុយដើម្បីផ្គត់ផ្គង់ជីវភាពរបស់គាត់ដែររហូតដល់មានគ្រួសារមានអីចឹងទៅក៏គាត់បើកលក់ជាប្រភេទមីស៊ុបនេះអ្នកទាំងអស់គ្នាដែលទៅលេងនៅក្នុងក្រុងកពតខេត្តកពតយើងនឹងអាចទៅសាកភ្លក់រសជាតិមីស៊ុបរបស់ម៉ាម៉ានេះបាននិយាយទៅគាត់លក់តាំងពីម៉ោង6ព្រឹករហូតដល់ម៉ោង11ណាគាត់អាយុជាង70ឆ្នាំហើយប៉ុន្តែគាត់នៅតែប្រកបរបររស៊ីដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនឯងមិនថាអត់មានកូនអត់មានអីទេកូនរបស់គាត់អីហ្នឹងគឺគាត់ផ្គត់ផ្គង់រៀនចប់មានរបររស៊ីអីផ្សេងប៉ុន្តែគាត់ថារបរនេះគឺគាត់នៅតែបន្តរស៊ីដដែលគាត់លក់ជាប្រភេទមីស៊ុបហ្នឹងគាត់ថាបើអត់លក់ទេគាត់ឈឺគាត់អីចឹងណានេះដូចជាការហាត់ប្រាណរបស់គាត់ដែរគាត់ថាការងារហ្នឹងរស៊ីហ្នឹងវាហត់មែនប៉ុន្តែជួយគាត់បានមួយផ្នែកហើយមីស៊ុបរបស់គាត់តម្លៃចាប់ពី3000រៀលឡើងទៅមាន4000មាន5000អីចឹងណាសិស្សសាលាខ្លះក្មេងៗអត់លុយក៏គាត់ឲ្យក្មេងៗទាំងអស់ហ្នឹងគាត់ញ៉ាំហ្វ្រីញ៉ាំអីចឹងណាហើយបើសិនជាញ៉ាំជាប្រភេទមីស៊ុបមីអីចេះទៀតអ្នកនរគ្នាដាក់ជាមួយនឹងអាយកូឡាគឺត្រូវជាតិគ្នាណាស់ហើយសម្រាប់ទឹកក្រូចអាយកូឡានេះគឺស្រស់ស្រាយសប្បាយគ្រប់ពេលតែម្ដងជាមួយអាយកូឡានេះម្ហូបអីក៏ឆ្ងាញ់ដែរហើយសម្រាប់ទឹកក្រូចអាយកូឡាមានឱកាសឈ្នះរង្វាន់លុយម៉ូតូ Vespa មានទូរស័ព្ទ Samsung Galaxy A07 ជាច្រើនសន្ធឹកសន្ធាប់ទៀតហើយសម្រាប់មីស៊ុបរបស់គាត់នេះគេដាក់ឈ្មោះឲ្យគាត់ថាមីស៊ុបម៉ាម៉ានៅក្នុងក្រុងកពតដែលគាត់បើកលក់តាំងពីម៉ោង6ព្រឹកតទៅរហូតដល់ម៉ោង11ព្រឹកណាគាត់លក់តែវេនព្រឹកទេហើយសម្រាប់ទីតាំងរបស់គាត់ហ្នឹងគឺក្បែររង្វង់មូល8មិនិលក្រោយសាលាកពតក្រុងនៅក្នុងខេត្តកពតនឹងតតែម្ដងហើយសម្រាប់អ្នកស្គាល់ភាគច្រើនជាសិស្សសាលាហ្នឹងគឺគាត់ដឹងរសជាតិទឹកស៊ុបរបស់គាត់ណាថាទឹកស៊ុបរបស់គាត់ហ្នឹងចាប់ជាតិបែបណាគាត់ថាត្រូវងើបពីព្រឹកដើម្បីធ្វើទឹកស៊ុបធ្វើអីចឹងណាហើយគាត់មានច្រើនជំរើសឲ្យយើងជ្រើសរើសមែនតើដូចខ្ញុំបានបញ្ជាក់ពីខាងដើមចឹងតម្លៃមីស៊ុបរបស់គាត់ចាប់ពី3000មាន4000មាន5000មានអីចឹងទៅគាត់លក់តាំងពីជំនាន់កន្លែងរបស់គាត់នេះជាប្រភេទខ្ទមប្រក់ស្លឹកប្រក់អីចឹងណាគាត់ថាឥឡូវហ្នឹងក៏គាត់អត់ទៅបរិយទៅណាដែរគាត់ថាគាត់អាយុច្រើនចាស់ប៉ុណ្ណឹងហើយក៏អត់មានអ្នកណាមកបន្តវេនគាត់ទៀតដែរដោយសារតែកូនមានមុខរបរមានអីចឹងណាហើយកូនខ្លះក៏គាត់មកជួយមកអីដែរពេលដែលគេទនេគេអីចឹងទៅប៉ុន្តែអ្វីដែលខ្ញុំស្រឡាញ់ទឹកចិត្តរបស់គាត់ណាទី1គឺគាត់សម្រាប់ក្មេងៗដែលអត់មានលុយអត់មានអីក៏គាត់ឲ្យញ៉ាំហ្វ្រីដែរគាត់ថាទៅធ្វើប៉ុនណាទៀតគេយកប៉ុនមកឲ្យដល់តូបកន្លែងលក់អីអញ្ចឹងគឺនឹងហើយជាការធ្វើប៉ុនមួយផ្នែកដែលអត់ពិបាកទៅដល់ណាទៅដល់ណីណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលទៅលេងក្រុងកពតអីហ្នឹងកុំភ្លេចចូលទៅឈៀងសាករសជាតិមីស៊ុបរបស់គាត់ថាតើរសជាតិពិសេសបែបណាណាហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត